ឧត្តមស្នេហ៍តអឺសំអល់មេបញ្ជាការដ្ឋានការពារអាកាសបានក្រានរំលឹកដល់នីតិហ៊ានរងពលទាហានការពារអាកាសទាំងអស់គឺត្រូវបង្កើនស្មារតីស្មោះត្រង់ចំពោះជាតិមាតុភូមិប្រឆាំងឲ្យបានដាច់ខាតនៅបដិវត្តពណ៌មិនថាកលៈទេសៈណានោះឡើយក្នុងឱកាសអញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលទាហានបំពេញក្របខ័ណ្ឌកងការពារនិងបើកវគ្គបណ្ដុះបណ្ដាលជំនាញកងតេពេនិងកងកាដេឆ្នាំ2025នាថ្ងៃទី17ខែមីនាឆ្នាំ2025លោកឧត្តមស្នេហ៍តបានផ្ដាំផ្ញើដល់យុទ្ធាចារកម្មសិក្សាការីនាយពលទាហាននៅក្នុងអង្គពិធីទាំងមូលត្រូវមានស្មារតីស្មោះត្រង់ចំពោះជាតិមាតុភូមិលើកកម្ពស់មនសិការស្នេហាជាតិហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រយុទ្ធការពារបរណភាពទឹកដីនិងអធិបតេយ្យភាពដែនអាកាសនៃមាតុភូមិកម្ពុជាគ្រប់យ៉ាងម៉ឺងម៉ាត់នៅរាល់បទបញ្ជាលក្ខន្តិកៈបទវិន័យទូទៅរបស់កងយុទ្ធពលខេមរៈភូមិន្ទនិងច្បាប់នានារបស់រដ្ឋជាដើមលោកឧត្តមស្នេហ៍បានលើកឡើងទៀតថាត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិប្រឆាំងដាច់ខាតបដិវត្តពណ៌និងគ្រប់គ្រងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាជាប្រមុខគាំទ្រចំពោះផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដែលបានដាក់ចេញត្រូវធានាឲ្យបាននៅសន្តិសុខសុវត្ថិភាពនិងរក្សាការសម្ងាត់គ្រប់ទីតាំងចំណុចឈរជើងត្រូវគ្រប់គ្រងថែទាំគ្រឿងបំពាក់ទៅតាមលក្ខណៈបច្ចេកទេសដើម្បីធានាឲ្យបានដល់ការងារហ្វឹកហ្វឺនប្រយុទ្ធនិងប្រើប្រាស់បានយូរអង្វែងចំពោះនាយពលទាហានដែលត្រូវបញ្ចប់វគ្គបណ្ដុះបណ្ដាលបំពេញក្របខ័ណ្ឌកងកាដេនិងបើកវគ្គបណ្ដុះបណ្ដាលជំនាញកងតេពេនិងកងកាដេនាពេលនេះក៏ត្រូវបន្តហ្វឹកហ្វឺនបង្កើនសមត្ថភាពជំនាញបច្ចេកទេសនិងស្មារតីឆន្ទៈប្រយុទ្ធដើម្បីធានាបានលើការប្រយុទ្ធទទួលបានជ័យជំនះគ្រប់វិនាទីត្រូវខិតខំបន្តយកចិត្តទុកដាក់គោរពវិន័យបទបញ្ជាផ្ទៃក្នុងរបស់វគ្គសិក្សាឲ្យបានល្អនិងម៉ឺងម៉ាត់បំផុតត្រូវយកចិត្តទុកដាក់រៀនសូត្រស្ដាប់គ្រូឧទ្ទេសនាមដើម្បីក្លាយខ្លួនជាយោធិនជំនាញដែលពោរពេញទៅដោយសមត្ថភាពប្រើប្រាស់គ្រឿងសព្វាវុធទំនើបក្នុងភារកិច្ចការពារបរណភាពទឹកដីនិងអធិបតេយ្យភាពដែនអាកាសនៃមាតុភូមិស្របតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នត្រូវរក្សាសាមគ្គីភាពឲ្យបានល្អជាមួយថ្នាក់ដឹកនាំគ្រប់គ្រងសិក្ខាកាមរួមវគ្គនិងជាពិសេសប្រជាពលរដ្ឋនៅជុំវិញមូលដ្ឋានឈរជើងឲ្យបានជិតស្និទ្ធបំផុតត្រូវជៀសវាងឲ្យផុតពីគ្រឿងញៀនល្បែងស៊ីសងគ្រប់ប្រភេទនិងរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកកាត់បន្ថយកម្រិតទាបបំផុតអំពីគ្រោះថ្នាក់ចរាចរណ៍ត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់អនុវត្តឲ្យបានល្អនៅរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7ដែលបានដាក់ចេញ